សួរអ្នកគ្នាទីគ្រប់ទីស្រឡាញ់ទីរាប់អានខ្ពង់ពោះបំផុតថ្ងៃនេះយើងមករៀនបន្តអំពី strategy QM អាហ្នឹងនៅក្នុង SNR MSNR ហ្នឹងហើយ QM វាឈ្មោះពេញ QSIM model សុំដូរ pair សិនអានេះញ៉ៃតិចហ្នឹងហើយញ៉ៃលើដើមហ្នឹងទៅ pair goal មក C goal មួយទៀត HA UUSD អនដែរខ្ញុំអត់ប្រើទេប្រើនេះមកអូខេ goal របៀបដែលយើងចាប់QSIM model ជប់ពេចសេសុំដូរអត់ស្អាតទេQSIM model QUSIM QSIM model យើងហៅកាត់ថា QM ហ្នឹង can call it QM អូខេតាម level ផង level អូខេ QM level QM គឺជាគំរូដែលវាបដូរទៅក្នុងការជួញដូរសម្រាប់អ្នក trading ដូចយើងអញ្ចឹងវាបដូរទៅសម្រាប់ជួញដូរហើយវាបង្កើតនៅពេលដែលវា sweep liquidity បង្កើតទៅជា MSS ឬក៏ market structure shift ឬក៏ chain character shift អីចឹងទៅឲ្យតែជាទម្រង់ដូរទីផ្សារពី bearish ទៅ bullish ពី bullish ទៅ bearish ហើយវាមានទម្រង់ជាដូចជា chart pattern មួយ head and shoulder វាមានទម្រង់បែបនេះវាឡើងទៅវាបានចុះមកក្រោមវាបង្កើតទៅ resistance ហើយវាអាចឡើងទៅដូចជាមើលទៅយើងឃើញថាវាគឺជា OBS ប៉ុន្តែនៅពេលវាផ្ដាច់មកអញ្ចេះវា fail OBS ហើយអូខេអញ្ចឹងកន្លែងនេះគឺហៅថា QM តែបញ្ជាក់ QM វាត្រូវតែមាន shift ឬក៏ market structure shift ដូចចេះអាចដាក់ថា chain character CHOCH ឬក៏ shift market structure shift អូខេ MSS shift ក៏បានដែរ shift ធម្មតាក៏បានអូខេឲ្យតែជាទម្រង់ដូរទីផ្សារបន្ទាប់មកមិនយូរមិនឆាប់វានឹងរបៀបថាវានឹងឡើងទៅលើវិញចុះអូខេវានឹងឡើងទៅយកកន្លែង QM វិញភាគច្រើនវាឡើងចេះវាឡើងត្រឹមនេះទេវាធ្លាក់មកហើយកន្លែងលើហ្នឹងគឺចុងវិកវាអត់ទៅប៉ះផ្ទាល់តែវាប៉ះចុងវិកចឹងភាគច្រើនអូខេហ្នឹងហើយជាមូលហេតុដែលខ្ញុំចាប់វាជា key 0របស់ខ្ញុំហើយយើងក៏ sell មកចឹងទៅវានៅចិត្ត resistance ព្រោះអីនេះគឺជា resistance មួយដែរនៅក្នុង SNR type របស់យើងគឺ QM វានៅស្ថិតនៅជុំវិញsupport ហើយនឹង resistance ទេវាអត់ញ៉ៃទេអូខេរបៀបចាប់វាគឺអញ្ចឹងឯងហើយរបៀបដែលវាដំណើរការគឺវាបង្កើតជា head and shoulder អូខេអានេះ shoulder ហើយនេះ head អូខេអាហ្នឹង chart pattern យើងហ្នឹងអូខេហើយបើវា sell QM គឺវាបែបនេះវាឲ្យ buy model គឺវាដំបូងវានៅ high ហើយវាបានធ្លាក់ចុះមកងាប់ឯងបងវានៅ high បន្ទាប់មកវាបានឡើងទៅបង្កើតទៅជាកន្លែងនេះគឺជា support អូខេ support វាបានមកផ្ដាច់ support បង្កើតទៅជា FBO អូខេក៏ប៉ុន្តែវាមិនមែនផ្ដាច់នៅត្រឹម SBO ទេ
វាបានទៅផ្ដាច់ជាមួយនឹង liquid ចាស់របស់វាហៅថា MSS អូខេប៉អាហ្នឹងយើងអាចចាប់វាអញ្ចឹងក៏បានដែរវាអត់មកផ្ដាច់វាអត់មក retest ជាមួយនឹង SBO ហើយវាធ្លាក់ទេគឺវាទៅផ្ដាច់បង្កើតជា market structure ហើយបន្ទាប់មកគឺវានឹង retest មកយក QM វាឡើងទៅសម្រាប់ buy model អូខេQM សម្រាប់ buy model របស់ខ្ញុំគឺខ្ញុំប្រើ QMM រីឯ sell model គឺខ្ញុំប្រើ QM level OCL ណាទេ QM level អូខេដូចនេះវានឹង retest ហើយវាឡើងទៅវិញបែបនេះឥឡូវយើងមករកហ្មងទៅអូខេមិនបាច់រកច្រើនឃើញនេះអីគេ shift នេះគឺជា QM របស់យើងហើយវាបានធ្លាក់មកឃើញអត់ QML shift អូខេយើងទៅមើល trend line យើងកាត់ជាឃើញបែបហ្នឹងហើយ trend line អូខេវាមានទម្រង់បែបហ្នឹងវា pattern ឡើងទៅលើ head and shoulder អានេះគឺចុងវិកអូខេសម្រាប់មួយនេះផងដែរក៏យើងអាចចាប់វាបានដែរអានេះគឺជា QM អូខេបើយើងមើល trend line មិនយើងឃើញអាហ្នឹង QM ច្បាស់កន្លែងទេអូខេ QM នេះ shift QM model buy QMB QMM target របស់វាគឺនៅ liquidity អូខេនេះជា liquidity បាយមកបកដល់បាត់អូខេស្អល់ដាក់ធំនេះមក fit យើងនៅណាអូខេយើងមិនបាច់យកវែងពេកយកធំនេះក៏បានដែរតាមហ្នឹងគឺជា liquidity ឬក៏ហៅថា trap យើងហ្នឹង inducement យើងមាន inducement ហើយនឹង trap យើងអាចប្រើមួយណាក៏បានដែរតែសម្រាប់ inducement គឺវាពិបាកចាប់ជាង trap យើងអត់ទាន់បានរៀនទេអញ្ចឹងហើយយើងចាប់វាជា liquidity មក liquidity buy side sell side ណាយើងដាក់ថា sell side liquid មក SSL TP យើងគឺនៅ SSL boom អូខេយើងអត់ពិបាកចាប់វាទេអារឿងហ្នឹងណាអូខេអានេះក៏ជា QM មួយដែរតែ fail វាអាចមានខុសមានត្រូវយើងកុំសូវខ្វល់ពីវាអូខេរឿង QM មួយយើងពន្យល់បានប៉ុណ្ណេះនេះ QM មួយដែរ QM អូខេអានេះយើងចាប់ shift បានអត់វា sweep liquidity sweepអូខេ QM យើងទៅមើលទម្រង់យើងគឺចេះឃើញអត់ឡើងមកកន្លែង sweep ដាច់អញ្ចឹង sweep line ហ្នឹងអានេះដូចគ្នាឡើងមក sweep QM នេះមិនបាច់ខ្វល់ទេដូចនេះវាអូខេហើយ QM ហ្នឹង model cell QM
QML liquidity នៅនេះអូខេនេះគឺជា QM ដែរអូយសប្បាយយកលុយណាអត់បាក់ទេ shift កន្លែងនេះ shift អូខេហើយ QM បាយរបស់យើង QM បាយ QML ហើយ liquidity នៅនេះអូខេយកលុយទៀតអត់បាក់ទេដល់កអូខេទៅមើលអូខេវាបែបនេះ QM វាអត់បាក់ទេណាអ្នកឲ្យតែយើងយល់ពីទ្រឹស្ដីរបស់វាអរគុណច្រើនជម្រាបលា